សូមជូនអត្ថបទស្ដាប់រឿងព្រះពឿនកាលពីអតីតកាលកន្លងយូរអង្វែងណាស់មកហើយនោះមានត្រកូលមួយមិនប្រកាសឈ្មោះអ្វីបានរស់នៅក្នុងទីនោះកាលអំណោះឥតអំពីប្តីទៅប្រពន្ធបានទៅរួមរស់ជាមួយកូនប្រុសរកស៊ីចិញ្ចឹមជីវិតដោយការធ្វើស្រែជារបរប្រចាំគ្រួសាររៀងរាល់ព្រឹក ម្ដាយតែងតែឲ្យកូនប្រុសនេះទៅភ្ជួររស់ឯស្រែលុះដល់ថ្ងៃបន្តិចទើបម្ដាយទូលបាយសម្លទៅឲ្យជាខាងក្រោយថ្ងៃមួយដោយជាប់រវល់ក្នុងកិច្ចការផ្ទះជាច្រើនផងដោយអាងថាកូនប្រហែលជាមិនទាន់ឃ្លានបាយណាស់ណាផងក៏បង្អែបង្អង់ឲ្យយឺតបន្តិចជាងរាល់ថ្ងៃចំណែកកូនប្រុសដែលទៅភ្ជួររស់ឯស្រែនោះឃ្លានបាយណាស់ទន្ទឹងមើលផ្លូវម្ដាយស្ទើរក្រហមភ្នែកមិនឃើញម្ដាយយកបាយទៅឲ្យសោះក៏បានពោលពាក្យប្រមាថមើលងាយជាច្រើនដោយពាក្យពុំគួរសមទៅលើម្ដាយការដែលបានរួចរវល់អស់ហើយក៏រៀបចំដួសបាយដាក់ក្នុងត្រឡោកហើយញើតឲ្យណែនដោយគិតថាកាលណាកូនកើតស៊ីបាយរួចហើយនឹងយកត្រឡោកនេះដងទឹកផឹកតែម្ដងជាការងាយស្រួលជាងដាក់បាយនឹងចានសោះនឹងយកផងត្រឡោកផងណាំតែលំបាកនឹងយកមកវិញច្រើនកូនកំឡោះកើតដែលកំពុងឃ្លានបាយខ្លាំងកាលបើឃើញបាយក្នុងត្រឡោកដូចជាមិនសំណំយកទៅឲ្យខ្លួនដូច្នោះក៏នឹកខឹងណាស់ព្រោះគិតថាខ្លួនស៊ីមិនឆ្អែតក៏និយាយពាក្យត្រគោះទាំងជ្រុលហួសវាយដល់ម្ដាយលុះត្រាម្ដាយសន្លប់បាត់ស្មារតីក្នុងពេលនោះលុះស៊ីបាយមិនអស់ពីត្រឡោកទើបដឹងថាខ្លួនធ្វើនេះខុសហើយងាកមកសុំខមាលទោសម្ដាយវិញម្ដាយឆ្លើយតបថាម្ដាយគ្មានទោសឲ្យកូនទេនេះគឺជាទោសរបស់វត្តដាក់បើកូនចង់បានរួចកម្មពៀរនេះកូនត្រូវកសាងព្រះពុទ្ធរូបមួយពឿននៅលើផ្ទាំងថ្មដាមួយយ៉ាងធំកាលណាបើព្រះពុទ្ធរូបទាំងនេះរបេះរលុបរលាយបាត់កាលណាពេលនោះហើយដែលកូនរួចអំពើកម្មពៀរនេះម្ដាយផ្ដាំរួចស្រេចហើយក៏ធ្វើមរណកាលទៅកាន់បរមលោកទៅកូនប្រុសនោះក៏បានធ្វើតាមម្ដាយដោយយកដុំថ្មមួយធំមករចនារូបព្រះជុំវិញជាច្រើនរួយអង្គហើយតម្កល់ទុកកន្លែងនេះរហូតមកដល់សព្វថ្ងៃអ្នកស្រុកជិតខាងបានសន្មតហៅកន្លែងនេះថាព្រះពឿនរហូតមកដល់សព្វថ្ងៃនេះនៅរាល់ឆ្នាំអ្នកស្រុកជិតខាងគេតែងតែនាំគ្នាទៅធ្វើបុណ្យទានផ្សេងនៅកន្លែងនេះពុំដែលខានដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគទី6បោះពុំដោយពុទ្ធសាសនបណ្ឌិតពុទ្ធសករាជ2547គ្រិស្តសករាជ2003